ចំពុក103ខ1អោប្រលឹងខ្ញុំអើយចូលថ្វាយព្រះពរព្រះយេហូវ៉ាហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំចូលសរសើរដំកើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គអោប្រលឹងខ្ញុំអើយចូលថ្វាយព្រះពរព្រះយេហូវ៉ាហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គបងប្អូនការថ្វាយបង្គំនៅក្នុងជីវិតរបស់អ្នកជឿផ្ទុយគ្នាពីការថ្វាយបង្គំនៅក្នុងជីវិតរបស់បងប្អូនផ្សេងៗទៀតដែលមិនមែនជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទអ្នកជឿព្រះយេស៊ូវគ្រីស្ទថ្វាយបង្គំព្រះគឺផុសចេញពីទឹកចិត្តនៃការស្រឡាញ់នៃការចោះចូលនៃការគោរពកោតខ្លាចចំពោះព្រះដ៏មានប្រជញ្ញគង់នៅហើយលើសនេះទៅទៀតក្រុមថ្វាយបង្គំដែលឡើងទៅឈរនៅលើអាសនៈមានភារកិច្ចថ្វាយបង្គំព្រះអង្គអស់ពីចិត្តដូចគ្នានឹងក្រុមជំនុំដែរក្រុមថ្វាយបង្គំដែលច្រៀងចម្រៀងដែលសរសើរដំណើរព្រះអង្គនោះគឺមិនមែនជាពេលវេលាដែលយើងប្រកួតគ្នាអ្នកណាច្រៀងលឺជាងអ្នកណាច្រៀងខ្លាំងជាងអ្នកណាបកកាយច្រៀងនោះទេក្រុមថ្វាយបង្គំត្រូវតែជាអ្នកដែលមានដួងចិត្តពិតប្រាកដក្នុងការថ្វាយបង្គំបងប្អូនហើយក្រុមថ្វាយបង្គំមួយចំនួននៅតាមព្រះវិហារមួយពេលខ្លះដែលយើងចូលទៅថ្វាយបង្គំក្រុមជំនុំខ្លះយើងមានអារម្មណ៍ថាដូចជាមានការថ្វាយបង្គំដូចជារស់រវើកប៉ុន្តែក្រុមជំនុំខ្លះទៀតការថ្វាយបង្គំហាក់បីដូចជាការប្រកួតគ្នាច្រៀងម្នាក់ចង់ឡើងច្រៀងចង់ថ្វាយសេរីល្អដល់ព្រះនោះគឺជារឿងល្អប៉ុន្តែយើងគួរតែរៀបចំឲ្យមានសណ្ដាប់ធ្នាប់ពីព្រោះព្រះរបស់យើងព្រះអង្គមានសណ្ដាប់ធ្នាប់ព្រះអង្គមិនចូលមកចង្អៀងចង្ងាងមិនចូលមកទៅតឹងតែងមិនគេហៅថានាំឲ្យមានការច្របូកច្របល់ទេអញ្ចឹងក្រុមថ្វាយបង្គំគួរតែរៀបចំឲ្យបានស្រួលពីព្រោះបើសិនជាយើងរៀបចំការថ្វាយបង្គំរបស់យើងមិនបានស្រួលការថ្វាយបង្គំហ្នឹងត្រឡប់ទៅជាការច្រៀងចម្រៀងធម្មតាត្រឡប់ទៅជាការដូចជាការប្រឡងចម្រៀងទូទៅដែលគេចង់ឲ្យតែព្រោះម្នាក់ទៅជាវេទិកានៃការថ្វាយបង្គំហ្នឹងទៅជាវេទិកានៃការប្រកួតចម្រៀងប្រឡងចម្រៀងទៅវិញនោះមិនបានថ្វាយសេរីល្អដល់ព្រះទេប៉ុន្តែនាំឲ្យរំខាននិងទាញក្រុមជំនុំមួយចំនួនចេញពីការថ្វាយបង្គំព្រះអង្គការថ្វាយបង្គំដែលពិតប្រាកដគឺទាំងចិត្តទាំងកាយទាំងអិរិយាបថទាំងផ្នត់គំនិតត្រូវចោះចូលនៅក្រោមអម្ចាស់ភាពនៃព្រះយេស៊ូវគ្រីស្ទមានន័យថាគ្រប់ទាំងដង្ហើមគ្រប់ទាំងអ្វីដែលនៅក្នុងយើងទាំងអស់ហ្នឹងចោះចូលលុតក្រាបនៅចំពោះព្រះមានន័យថាការថ្វាយបង្គំអ្នកទាំងក្រុមជំនុំទាំងអ្នកចូលរួមទាំងអ្នកនាំចម្រៀងទាំងអស់ហ្នឹងគឺត្រូវមានដួងចិត្តចោះចូលនៅចំពោះព្រះទាំងអស់គ្នាគឺថ្វាយបង្គំចេញពីចិត្តអត់បានចេញពីអេរិយាបថខាងក្រៅទេព្រះជាម្ចាស់ព្រះអង្គមិនផ្ដោតលើអេរិយាបថខាងក្រៅទេតែព្រះអង្គផ្ដោតលើអេរិយាបថខាងក្នុងព្រះអង្គទតមើលអេរិយាបថខាងក្នុងមនុស្សលោកអាចមើលសម្បកក្រៅពីការថ្វាយបង្គំឃើញតែនឹងល្អណាស់តែនឹងពិសេសណាស់ប៉ុន្តែព្រះជាម្ចាស់ទតមើលបេះដូងទតមើលដួងចិត្តរបស់មនុស្សម្នាក់ដែលជាអ្នកថ្វាយបង្គំដូច្នេះហើយសូមបងប្អូនដែលជាអ្នកនាំចម្រៀងនៅក្នុងក្រុមថ្វាយបង្គំរៀបចំការថ្វាយបង្គំរបស់ខ្លួនដោយមានសណ្ដាប់ធ្នាប់ហើយដោយចេញពីដួងចិត្តនៃការស្រឡាញ់ដោយពលបានប្រាប់ការស្រឡាញ់អត់មានប្រកួតប្រជែងគ្នាទេមែនអត់នៅក្នុងក្រមថកខ្សែទី1ចំពុក13ខ1ដល់ខ13អ្នកដែលមានចិត្តស្រឡាញ់ចេះអត់ធ្មត់យកយល់គ្នាណាទ្រាំទ្រអត់ធន់ឯផ្សេងៗនៅក្នុងក្រមថកខ្សែទី1ចំពុក13ខ1ដល់ខ13លោកដែលអាចសិក្សាពីនោះបាននោះឯងគឺជាផលផ្លែនៃដួងចិត្តរបស់មនុស្សដែលថ្វាយបង្គំអ្នកដែលចូលចិត្តថ្វាយបង្គំព្រះអង្គគឺបែបនេះឯងមានសេចក្តីស្រឡាញ់ឲ្យទៅខាងហើយស្រឡាញ់ដល់ព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំព្រោះបើមិនដូច្នោះទេការថ្វាយបង្គំរបស់យើងនឹងត្រឡប់ដូចជាក្បួនដូចជាពិធីដែលធ្វើឲ្យបង្គ្រប់កិច្ចធ្វើឲ្យតែរួចប្រចាំអាទិត្យមួយអរគុណសូមព្រះយេស៊ូវបានប្រទានពរបងប្អូនទាំងគ្នា